បាទឥឡូវយើងមើលលំហាត់មួយទៀតត្រៀមប្រឡងសុបកាយដែរអញ្ចឹងលំហាត់នេះគេស្រួលរកតម្លៃ x ណាអញ្ចឹងបើសិនជាយើងគិតឲ្យផ្លែតយើងច្បាស់យក6 + 3ហើយតែអត់ទេណាយើងត្រូវគិតខាងណាដែលជាប់នឹងកន្សោមវងកញ្ចក់ឬក៏ជាប់វងកញ្ចក់អញ្ចឹងយើងត្រូវយក3គុណនឹង x យក3គុណនឹង2សិនអានេះយើងត្រូវយក2គុណនឹង x យក2គុណនឹង7សិនណាបាទអញ្ចឹងយើងអាចសរសេរបានថាម៉េចចាអញ្ចឹងអា6នេះយើងទម្លាក់វាចុះក្រោមដដែលមកយើងបូកឲ្យយើងយក3គុណនឹង x ចឹង3គុណ x វាទៅជា3អី 3x បាទដកអានេះយក3គុណនឹង2អញ្ចឹង3 2ដង6ហើយស្មើមកបាទហើយយក2គុណ x បាទអញ្ចឹង2គុណ x ទៅជា2អី 2x ហើយយក2គុណ7ណាញាក់បូកដដែលមកណាអញ្ចឹង2 7ដង14បាទអញ្ចឹងអានេះបូកនឹង2ដដែលតោះមកដើម្បីដោះស្រាយយើងបោះលេខមកខាងលេខបោះសំខាងអក្សរហ្នឹងបាទអញ្ចឹងវាទៅជា 3x អានោះបូក2បូក2បោះមកជាដកបានដក 2x បាទអញ្ចឹងវាស្មើគេតាអញ្ចឹង14តម្លាក់ដដែល2តម្លាក់ដដែលបាទអានោះបូកបោះជាដក6ដកដូចជាបូក5 6បាទយើងគិតទៅ 3x ដក 2x សល់ x បាទហើយស្មើ14បូក2ស្មើ16 16ដក6សល់10 10បូក1 16បាទទៅអញ្ចឹងតម្លៃ x វាគឺស្មើ15 6ណាអញ្ចឹងនេះគឺជាលំហាត់ដើម្បីដោះស្រាយរកសមីការរកតម្លៃ x ឥឡូវយើងមើលលំហាត់ខវិញបាទលំហាត់ខក៏អញ្ចឹងដែរណាខ្ញុំសុំសេខមកខាងណាខគេថា 6m បាទ 6m ស្មើនឹងប៉ុន្មានស្មើនឹងប៉ុន្មានបាទគឺស្មើនឹងទៅបាទគឺស្មើនឹង2កតា m បូក2ដែរហើយបូកនឹង4អញ្ចឹងដើម្បីដោះស្រាយលំហាត់ហ្នឹងយើងត្រូវគុណដូចគ្នាបាទអញ្ចឹង 6m យើងទម្លាក់បាទហើយក៏ស្មើយក2គុណ m នេះបាទយក2គុណ m យក2គុណនឹង2អូខេវាទៅជា2អីវាទៅជា 2m បូកឲ្យ4បូកនឹង4ដែរបាទអញ្ចឹងដល់យើងបាយទៀតតាតើមកយើងគិតទៅអា 6m បោះមកខាង m មកយើងចាយ 2m ស្មើឲ្យនោះ4បូក4ដដែលបាទអញ្ចឹង 1m ដក 2m សល់4m ណាបាទអញ្ចឹងនៅសល់ 4m ហើយស្មើនឹង5 3អញ្ចឹងយើងនាំឲ្យ m ទៅបាទនាំឲ្យ m ស្មើនឹង8ចែកនឹង4អញ្ចឹង m យើងស្មើនឹង2បាទគុណនេះចម្លើយរបស់យើងណាបាទ